ជំរាបសួរបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូអាប់ដេតក្នុងខែ12ពីគម្រោង ML Scenery ឥឡូវនេះបាទចង់មកអាប់ដេតបងប្អូនថាផ្ទះ Grand L Villa 3ផ្ទះដែលសាងសង់រួចរាល់ 100% យើងបានប្រកល់ជូនទៅដល់អតិថិជនចូលមករស់នៅហើយឥឡូវនេះយើងកំពុងតែបាទដំណើរការរៀបចំគ្រឿងសង្ហារិមប្រភេទផ្ទះ Grand L មួយទៀតជាផ្ទះរបស់អតិថិជនដែលគាត់បានទិញរួចរាល់បានកំងជាកញ្ចប់តែម្ដងទាំងការតុបតែងដេកទាំងការ design ផ្សេងតោះឥឡូវនេះយើងមកមើលថាបាទផ្ទះមួយនេះមានភាពស្រស់ស្អាតកម្រិតណាអញ្ចឹងផ្ទះនេះគឺជាប្រភេទផ្ទះ Grand L Villa ផ្ទះខ្នាតធំដែលមានបន្ទប់គេងរហូតដល់7បន្ទប់គេង8បន្ទប់ទឹកហើយមានទីធ្លាចំណតរថយន្តធំទូលាយមែនទែនអាចចតបានរហូតដល់3គ្រឿងនៅក្នុងបរិវេណក្នុងផ្ទះរបស់យើងបងប្អូនបាទអញ្ចឹងចូលមកដល់ចំណុចទីធ្លាដីចំហៀងសម្រាប់ដីចំហៀងគឺអតិថិជនគាត់បានជ្រើសរើសជាប្រភេទផ្ទះដែលមានទីធ្លាដីធំមែនទែនក្បាលដី25ម៉ែត្របងប្អូនបាទអញ្ចឹងគាត់អាចរៀបចំជាអាងហែលទឹកខ្នាតធំហើយនៅសល់ space ដាំសួនសងខាងហើយអាចរៀបចំជាមួយនឹងបាទ office មួយនៅខាងក្រៅនិងមានបាទបន្ទប់គេងសម្រាប់អ្នកស្នាក់នៅជាមួយរហូតដល់3នៅខាងក្រៅផ្ទះដាច់ឡែកពីផ្ទះធំតែម្ដងបងប្អូនហើយសល់ space រៀបចំកម្មវិធី party និយាយទៅគឺល្អមែនទែនអញ្ចឹងបងប្អូនហើយ space នៅសល់ខាងក្រោយនេះគឺយើងរៀបចំជាចដាលឡើងទៅខាងលើអញ្ចឹងគឺមានភាពងាយស្រួលទៅកាន់ម្ចាស់ផ្ទះមែនតើហើយយើងមានផ្ទះបាយសាលមួយនៅខាងក្រោយផ្ទះដាច់ឡែកពីផ្ទះធំនិងមានបន្ទប់មួយសម្រាប់អ្នកស្នាក់នៅជាមួយបន្ថែមទៀតអញ្ចឹងពិសេសមែនតើចលនានេះខ្ញុំនឹងទៅបង្ហាញជាមួយនឹងបាទការរៀបចំនៅផ្នែកខាងក្នុងថាមានភាពស្រស់ស្អាតប្លែកកម្រិតណាស់តើបងប្អូនឥឡូវនេះខាងបងក្រុមជាងគាត់កំពុងតែចូលមកបាទរៀបចំគ្រឿងសង្ហារិមឲ្យបងប្អូនដូចជាដំឡើងតុទូក្រេសាឡុងអីជាដើមបងប្អូនហើយនេះគឺជាការ design decor ដែលគាត់បានកំងខាងក្រុមហ៊ុនបាទម៉ូដសាមញ្ញបងប្អូនបាទតែស្អាតមែនតើកន្លែងនេះគឺជាកន្លែងទូតាំងទូរទស្សន៍បាទ modern បងប្អូនបាទស្អាតមែនតើណាហើយនេះគឺជាបន្ទប់គេងនៅចំតដីយើងបានចូលក្រេគេបងប្អូនប៉ុន្តែអត់ទាន់បានដំឡើងនេះបងប្អូនគឺបន្ទប់គេងនៅខាងក្រោមនេះគឺធំទូលាយបូករួមជាមួយនឹងការ decor ស្អាតមែនតើបងប្អូនបាទមានទូនៅចំហៀងចេះមានបន្ទប់ទឹកប្រើប្រាស់ផ្ទាល់ខ្លួននិយាយទៅបន្ទប់គេងនីមួយៗគឺមានបន្ទប់ទឹកប្រើប្រាស់ផ្ទាល់ខ្លួនតែម្ដងមកឡើយយើងមកមើលបន្ថែមទៀតថានៅបរិវេណខាងក្រោមនេះយើងចូលបានអានេះខ្លះបងប្អូនមកអូខេឥឡូវនេះគឺយើងកំពុងតែចូលជាមួយនឹងតុបាយបាទគឺសកម្មភាពក្រុមការងារគាត់កំពុងតែរៀបចំតុបាយនៅកន្លែងបរិវេណទីធ្លាហ្នឹងតែម្ដងបងប្អូនបូករួមជាមួយនឹងការលេងអំពូលការ design ផ្សេងគឺមានភាពប្រណិតស្រស់ស្អាតខ្លាំងមែនតើមកឥឡូវយើងមកមើលបន្ថែមទៀតសម្រាប់ផ្ទះបាយសើមនៅបរិវេណនៅខាងក្រោយចេះបងប្អូនដាច់ឡែកហ្មងគឺមានទ្វារបិទបើកអញ្ចឹងអូខេឥឡូវនេះយើងមកមើលជាមួយនឹងបាទចំណុចពិសេសនៃផ្ទះបាយសើមនេះបងប្អូន